ថ្ងៃនេះមក freestyle ជាមួយនឹងសពុតនេះម្ដងពូសពុតមួយនេះយើងអាចស្ទាបបានច្រើនទម្រង់មែនតើធ្វើជាសពុតក៏បានធ្វើជារ៉ូបក៏បានដែរអញ្ចឹងយើងអាចមើល detail សពុតនឹងបានទីមួយសពុតនឹងចង្កេះយឺតទីពីរសពុតនឹង2ជាន់ដៃមួយជាន់សាច់ដលងមួយជាន់ពុកជាមួយនឹងចុងសពុតគេដេរយ៉ាងស្អាតអញ្ចឹងចឹងហើយបានខ្ញុំអាចយកសពុតនេះមកច្នៃធ្វើរ៉ូប្រភេទនេះបានបើនិយាយពីក្បួនគឺងាយខ្លាំងមែនតើហ្មងបងតម្រូវបងពាក់ចងពងបែបនេះហើយកុំខ្វល់ថាខាងលើស្អាតមិនស្អាតរកខ្សែមួយមកចងត្រង់ចង្កេះកន្លែងចងនឹងអាស្រ័យទៅលើយើងណាហើយទាញវាមកបន្តិចបែបនេះទាញវាឲ្យស្មើទាំងមុខទាំងក្រោយនិយាយរួមទៅយើងធ្វើមិនស្រែវាសមឲ្យវាស្អាតមកតែខ្ញុំស្រែចុះស្រែឡើងខ្ញុំមានអារម្មណ៍ថានោះវាខ្ពស់ពេកអញ្ចឹងហើយខ្ញុំហូបខ្សែចងម្ដងទៀតប៉ុន្តែចងខិតខំនៅកន្លែងទឹកពាកហ្មងហើយបាទខ្ញុំចាប់ផ្ដើមស្រែម្ដងទៀតពេលស្រែអញ្ចឹងហើយបាច់ភ័យខ្លាចវាធ្លាក់ទេដោយសារតែសាច់វាស្បៃហ្នឹងគឺវាជាប់ជាងសាច់ដលងហើយកន្លែងខាងលើនេះគឺដាក់អញ្ចឹងអត់ស្អាតទេអញ្ចឹងហើយខ្ញុំទៅយកនេះអានេះមកឲ្យសារខ្ញុំមានអានឹងពណ៌ខ្មៅហើយសាច់ប៉ាក់ទៀតយើងចង់មូលឲ្យអស់ក៏បានមូលធ្លាក់ក៏បានខ្ញុំមូលធ្លាក់បន្តិចទុកធ្វើម៉ូតក្រោយហើយកន្លែងខាងមុខហ្នឹងខ្ញុំចងណាតែចងសើអត់ចងឲ្យតឹងទេទាញសាច់កណាត់ឡើងលើបន្តិចមកគឺបាំងសាច់ឃ្លៀករបស់យើងហើយយើងអាចលេងខ្លួនបន្តិចតែងសក់តែងមុខឲ្យស្អាតបន្តិចទៅប៉ុណ្ណឹងរួចជាការស្រេចបាត់ហើយបើជើងយើងចង់ពាក់បើជើងមួយក៏បានដែរប៉ាត់តាក៏បានកែងក៏បានគ្រឿង accessory ខ្ញុំដាក់ទូចស្រាលនឹងឯងហើយខ្ញុំប្រើតែបើជើងនេះទេដោយសារវារៀបស្លៀកពាក់បែបនេះហើយដើរលេងមកស្រឡាញ់ដោយសារតែអត់ភ័យខ្លាចវារបូតទេពូចកេះសពុតវាកស៊ូអញ្ចឹងវាហឹបជាមួយនឹងធុងយើងខ្លាំងហ្មងតែកណាត់ដែលខ្ញុំយកមកចងនោះវាកណាត់ប៉ាក់អញ្ចឹងគឺវាហត់ទៅស៊ីជាមួយនឹងរ៉ូបនឹងទៀតខ្ញុំនិយាយអញ្ចឹងហើយយើងអាចស្រែខាងក្រោមនឹងស្រែស្អាតទៅហើយមើលមករ៉ូបនឹងវារៀងស្អាតដោយសារអញ្ចេះសារសពុតនឹងវាជាប្រភេទសពុតស្បៃហើយវាមាន2ជាន់ខាងក្នុងអាឡងរៀងភ្លឺដាក់ជាមួយនឹងស្បៃខាងលើមួយជាន់ទៀតទៅពេលយើងយកមកលក្ខណៈគឺស្អាតហ្មងហើយដោយសារពណ៌សពុតនឹងវាស្អាតទៀតហើយជាពិសេសគឺចូលខាងក្រោមគឺគេដេរជាមួយនឹងកណាត់អាឡងនឹងហ្មងអញ្ចឹងហើយបានយើងយកទៅធ្វើរ៉ូបស្អាតណាគឺយើងអាចយកវាមកធ្វើរ៉ូបមកស្រុងចេះក៏បានដែរជាពិសេសបងកូនអូនលក្ខណៈមាន baby ហ្នឹងហ្មងអាចធ្វើរ៉ូបរៀងប៉ោងតិចអញ្ចឹងណាតែកុំភ្លេចដាក់ជាមួយនឹងកណាត់ខ្មៅហ្នឹងអត់ដាក់ទេអត់ស្អាតទេគឺហប់អាក្រក់មើលមែនតែនអញ្ចឹងយើងលាយជាមួយកណាត់ខ្មៅតិចមកវាដូចម៉ូតអញ្ចឹងនេះចាំមើលពេលខ្ញុំដោះឲ្យអត់ស្អាតទេដាក់អញ្ចេះនោះមួយទៀតយើងអាចយកវាទៅ freestyle ជាមួយនឹងអាវប្រភេទនេះអាវនេះឃើញអញ្ចឹងឯណាបងប៉ុន្តែពេលដាក់ជាមួយនឹងសពុតនឹងស្អាតខ្លាំងមែនតែនហ្មងចេញមកដូច gentle lady ហ្មងបងលក្ខណៈសភាពទន់ភ្លន់ style បែបនេះទៅហាងកាហ្វេទៅអីអែមហ្មងបែបសតុនណាដូចនិយាយយើងសពុតនេះគឺធ្វើសពុតស្អាតខ្លាំងនិយាយទៅមានសពុតនេះមួយអាចនិយាយថាចំណេញលើចំណេញសពុតនឹងដាក់ជាមួយនឹងអាវនេះរត់តែស្អាតនេះបងឃើញអញ្ចឹងឯណាប៉ុន្តែពណ៌សពុតជាមួយនឹងពណ៌អាវដាក់ទៅ match គ្នាហ្មងហើយដោយសារតែអាវនឹងសាច់វារៀងស្ដើងហើយចុងអាវគេដេរយឺតតិចសពុតនឹងក៏យើងអាច free style ជាមួយនឹងអាវចាក់មួយនេះដែរចេញមកគឺស្អាតដូចគ្នាបងគ្រាន់តែវាស្អាតមួយបែបម្នាក់ជាមួយអាវមិញវាស្អាតតាមបែបវាទៅមួយនេះលក្ខណៈបែបអាវចាក់សពុតអីចឹងទៅតែក៏យើងអាចយកទៅ free style ជាមួយនឹងប្រភេទអាវកបើកដែរតែខ្ញុំជ្រើសរើសអាវកបើកពណ៌ខ្មៅហើយខ្ញុំដាក់កសែងនេះពីលើយកពណ៌ដូចសពុតមកមើលទៅវាបែបសភាពពេកឲ្យវាមើលទៅរៀងក្លីបតិចមកចឹងហើយបានថាសពុតមួយនេះគឺលេងបានច្រើន style មែនតើហើយកុំគិតថា style ប៉ុណ្ណឹងអស់តាមពិតខ្ញុំធ្លាប់ review ពីមុនណៃគឺយើងអាចយកសពុតនឹងទៅកម្មវិធីបានប៉ុន្តែយើងដូរអាវធម្មតាមកដាក់ជាលក្ខណៈប្រភេទអាវចងពងសាច់បែបនេះមកហើយបើថាយើងខ្លាចវាលពេកដៃយើងអត់ស្អាតអីយើងអាចដាក់ស្បៃពីលើបានស្បៃនឹងកុំដាក់វែងដូចមិញដាក់ខិតឡើងលើរៀងខើបែបនេះពេញមកគឺស្អាតខ្លាំងមែនតើហ្មងគ្រាន់តែពេលដាក់ស្បៃអញ្ចេះយើងទៅពេលល្ងាចស្អាតតែបើយើងទៅកម្មវិធីពេលព្រឹកឬក៏ពេលយើងដោះស្បៃចេញទៅលក្ខណៈតែអាវចងពងជាមួយនឹងសពុតណាស្អាតបាត់ហើយស្បៃនឹងលេងបានច្រើន style ទៀតយកមកធ្វើអាវអញ្ចេះក៏បានហាក់អត់ចង់ទេចង់មកធ្វើអាវចងពងអញ្ចេះក៏បានទៀតមានតែសពុតនឹងមួយចំណេញហ្មងតែបច្ចេកសពុតនេះខ្ញុំអត់សូវមានច្រើនទេមែនអត់កុហកទេជាអន្តិសពុតនឹង free size S M L ហើយមានតែមួយពណ៌ហ្នឹងឯងជាប្រភេទចង្កេះយឺត2ជាន់ខាងលើស្បៃក្នុងកណាត់សាច់អាឡងហើយបើចុងសពុតវិញគេដេរបែបនេះចឹងហើយបានលេងបានច្រើន style